ជាទូទៅឯកសាររដ្ឋបាលស្ថាប័នរដ្ឋធ្វើលើក្រដាស់ A4 អញ្ចឹងពេលប្រើពាក្យក្រដាស់សម្រាប់ឯកសាររដ្ឋបាលគឺសំដៅដល់ក្រដាស់ A4 នឹងទាំងមូលតែម្ដងតាមបែបបទរដ្ឋបាលយើងមិនសរសេរពេញលើក្រដាស់ទេយើងសរសេរក្នុងប្រអប់មានខ្សែបន្ទាត់រុំព័ទ្ធដែលយើងមើលឃើញក្នុងកុំព្យូទ័រដោយនៅខាងលើនេះយើងដាក់បាវចនាជាតិរួចដាក់ស្លាកសញ្ញាស្ថាប័ននិងឈ្មោះនាយកដ្ឋាននៅខាងក្រោមស្លាកអញ្ចឹងចាប់ពីត្រឹមនឹងទៅលើនៅកន្លែងចាស់របស់នាងខ្ញុំពួកយើងហៅថាផ្នែកខាងលើក្រដាស់ឬផ្នែកខាងលើនៃសន្លឹកចំណែកផ្នែកខាងក្រោមក្រដាស់ពួកយើងរាប់ចាប់ពីខ្សែបន្ទាត់ក្រោមនេះចុះទៅក្រោមចំណែកកន្លែងនេះពួកយើងហៅថាចុងសន្លឹកចុងសន្លឹកលើចុងសន្លឹកក្រោមចំពោះឯកសាររដ្ឋបាលទូទៅដែលចរាចរក្នុងស្ថាប័នមានដូចជារបាយការណ៍កំណត់ហេតុនិងសំណើផ្សេងៗតាមបែបបទបន្ទាប់ពីស្លាកសញ្ញាស្ថាប័នពួកយើងផ្ដើមដោយពាក្យសូមគោរពជូនអញ្ចឹងចាប់ពីពាក្យសូមគោរពជូននេះជាទូទៅពួកយើងហៅថាអត្ថបទឬអត្ថបទឯកសារហើយអត្ថបទឯកសារចប់នៅត្រឹមនេះឯងគ្រប់ឯកសាររដ្ឋបាលត្រូវតែមានកាលបរិច្ឆេទសម្រាប់ឯកសាររដ្ឋបាលទូទៅដែលចរាចរក្នុងស្ថាប័នដែលនាងខ្ញុំបានរៀបរាប់ខាងលើកាលបរិច្ឆេទត្រូវដាក់បន្ទាប់ពីអត្ថបទដោយឡែកចំពោះលិខិតអញ្ជើញបុគ្គលអង្គភាពឬស្ថាប័នណាមួយឲ្យមកចូលរួមក្នុងកម្មវិធីរបស់ស្ថាប័នពួកយើងដូចជាកម្មវិធីប្រជុំកម្មវិធីចុះហត្ថលេខាល័ក្ខបើសិនជាខាងនោះមានតំណែងខ្ពស់ជាងស្ថាប័នពួកយើងក្នុងលិខិតអញ្ជើញនឹងដាក់កាលបរិច្ឆេទនៅខាងក្រោមបើតំណែងទាបជាងពួកយើងនឹងដាក់កាលបរិច្ឆេទនៅខាងលើពាក្យលិខិតអញ្ជើញហើយនេះខ្ញុំសូមបញ្ជាក់ទៀតណារបៀបរបបដាក់កាលបរិច្ឆេទលើលិខិតអញ្ជើញដែលនាងខ្ញុំបានរៀបរាប់ជាប្រភេទលិខិតអញ្ជើញឲ្យចូលរួមកម្មវិធីទូទៅប៉ុណ្ណោះលិខិតរដ្ឋបាលមានច្រើនប្រភេទខ្លះមានបែបបទដូចគ្នាខ្លះខុសគ្នាហើយនាងខ្ញុំមិនអាចបញ្យល់បកស្រាយអស់ទេបើសិនលោកអ្នកចង់ដឹងឲ្យអស់និងចង់ជ្រាបឲ្យច្បាស់មានតែចូលធ្វើការផ្នែកនឹងផ្ទាល់ទើបជាការល្អចាសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណជួបគ្នាវីដេអូក្រោយ